ច្បាស់ហើយកណាសមរដ្ឋនីនុនតាមការគួរកណាដែលឯខាងដើមសូមឱកាសពីសំណាក់នៃអន្តេទាំងឡាយបានពោលដល់ញាតិញោមទាំងអស់ក្នុងថ្ងៃនេះយើងសិក្សានៅក្នុងជា11ដែលឈ្មោះថាវេសន្តរជាដកមែនតើជាដកហ្នឹងគឺពេញយមដល់អញពេញយមខ្ញុំយើងដឹងពីដំណើរដើមទងនៃវេសន្តរអីចឹងទៅណាយើងដឹងហើយនឹងបីតែខ្ញុំកណាអាត្មាហ្នឹងនៅតូចហ្នឹងក៏ដឹងដែរគេថាទេសនាមហាវេសន្តរជាដកហ្នឹងនឹងគឺខ្លឹមសារសំខាន់បើសិនជាយើងមិនបានទៅសិក្សានឹងវែកញែកឲ្យបានស៊ីជម្រៅនៅពាក្យទាំងអស់នឹងទេយើងត្រឹមដឹងថាជីវេសន្តរដែលជាតួអង្គព្រះបរមពុទ្ធសាសនាប៉ុណ្ណឹងទេហើយមិញហ្នឹងបានស្ដាប់លោកគ្រូលើកឡើងពីពាក្យថាមានអ្នកទៀតឬពាក្យថាមានអ្នកហើយមានអ្នកហ្នឹងគឺជាស្អីយើងប្រែថាជាការប្រៀបធៀបមានអ្នកហ្នឹងយើងប្រែថាជាការប្រៀបធៀបរឹងតឹងឲ្យផ្សេងចឹងហើយមានអ្នកហ្នឹងមានតែងាយលះឯណាដែលពិបាកហើយខ្លឹមសារហ្នឹងគឺខ្ញុំកណាអាត្មាចង់ពន្យល់បន្តិចអ្វីទៅដែលជាតួមានអ្នកហើយមានអ្នកហ្នឹងពេលណាដែលវាកើតថាយើងមានពិធីសាស្ត្រយ៉ាងម៉េចដើម្បីធ្វើឲ្យមានអ្នកហ្នឹងវាដល់នៅសភាពនៃការថមថយដល់នៅសភាពនៃការទ្រុឌទ្រោមហើយនឹងកំសៅមានកម្លាំងខ្លាំងនឹងគឺយើងត្រូវដឹងអំពីផ្ចេញជាអ្នកនៃពាក្យមានអ្នកហ្នឹងអ្វីដែលសំខាន់យើងសិក្សាដឹងអំពីផ្ចេញជាអ្នកដែលមានអ្នកបន្តមកទៀតយើងសិក្សាអំពីសភាពដែលមានអ្នកការរៀនសង្រួមចិត្តដូចជានៅក្នុងសូត្រមួយឈ្មោះថាសព្ភាសវៈសង្វរៈសូត្រនៅក្នុងសព្ភាសវៈសង្វរៈសូត្រនេះដែលជាសូត្រនិយាយនឹងមានសូត្រច្រើនណាស់មានមូលបរិយាយរសូត្រហើយសព្ភាសវៈសង្វរៈសូត្រសតបដ្ឋានសូត្រអីផ្សេងនេះញាតិញោមយើងទៅសិក្សាទៅដឹងហើយចឹងសព្ភាសវៈសង្វរៈសូត្រនេះគឺជាសូត្រមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីដំណើរនៃការប្រព្រឹត្តទៅក្នុងការលះបង់ក្នុងនោះគឺព្រះអង្គសម្ដែងប្ររពពាក់ព័ន្ធជាមួយនឹងសតិសង្វរៈមួយគេចង់លើកឡើងពីសតិសង្វរៈនេះដើម្បីយកសតិសង្វរៈនឹងមកដាក់នៅក្នុងខ្លឹមសារនេះយើងត្រូវយល់អំពីផ្សេងជាអ្នកនៃពាក្យថាមានអ្នកប្រែថាការរឹងតឹងនិងការប្រៀបធៀបព្រោះយើងតែងសិក្សាឮពាក្យថាមានអ្នកទាំងអស់វាមាន3យើងតែងឮពាក្យនឹងមែនទេមានអ្នកប្រកាន់ថាខ្លួននឹងទៀបជាងគេឬក៏ក្រជាងគេខ្សត់ជាងគេអន់ជាងគេអានឹងមានអ្នកប្រៀបធៀបថាខ្លួនអន់ជាងគេទី2មានអ្នកប្រៀបធៀបថាខ្លួននឹងគឺស្មើគេមនុស្សក្នុងពិភពលោកគឺស្មើជាមួយតែខ្ញុំទាំងអស់អត់មានអាណាទៀបជាងខ្ញុំអត់មានណាខ្ពស់ជាងខ្ញុំស្មើគេទី3គឺមានអ្នកនឹងប្រៀបធៀបថាខ្លួនអស្ចារ្យជាងគេក្នុងពិភពលោកទាំងមូលគ្មាននរណាអស្ចារ្យជាងខ្ញុំអស្ចារ្យណាស់អានេះគឺត្រូវដឹងថានឹងគឺជាមានអ្នកយើងនិយាយភាសាសាមញ្ញមកពាក្យថា
មានអ្នកដែលអស្ចារ្យជាងគេនេះគឺប្រៀបបីដូចជាទឹកដែលពេញកែវចឹងអឺហ្នឹងហើយទឹកដែលពេញកែវវាពេញអស់ហើយណានិយាយអីក៏អត់ទទួលណានិយាយអីក៏អត់ទទួលទៅពីព្រោះយល់ថាខ្លួនឯងនឹងចេះគ្រប់គ្រាន់ណាស់ហើយហ្នឹងចឹងសភាពលក្ខណៈនៃមានអ្នក3ដែលយើងសិក្សាហ្នឹងហើយតើមានអ្នកនេះប្រកាសចំពោះយើងរាល់គ្នាទេហើយកុំឲ្យមានអ្នកតែនៅក្នុងសភៅណាកុំឲ្យមានអ្នកតែនៅក្នុងគម្ពីរណាឲ្យវាមានអ្នកនៅក្នុងខ្លួនយើងឲ្យដឹងថាមានអ្នកវានៅក្នុងខ្លួនយើងអ្នកខ្លះយល់ថាមានអ្នកនៅក្នុងគម្ពីរតាខ្ញុំបានសិក្សារួចហើយថាព្រះសម្មាសម្ពុទ្ធបានសម្ដែងពីមានអ្នកបានសម្ដែងពីទិដ្ឋិបានសម្ដែងពីវិជកិច្ឆាបានសម្ដែងពីឧទ្ធិច្ចៈបានសម្ដែងឲ្យផ្សេងៗនោះគឺបានសម្ដែងតាឃើញទេពេលណាដែលដាក់ទិសដៅថាពុទ្ធបានសម្ដែងអញ្ចឹងពេលនោះគឺអត់បានយកទូធួនឹងនៅក្នុងជីវិតរបស់នៅប្រចាំថ្ងៃមានអ្នកក៏មានអ្នកមិនបានតាំងខ្លួនថាមានអ្នកនៅក្នុងខ្លួនគឺមានអ្នកនៅក្នុងគម្ពីរនៅលើពាក្យអ្នកដទៃគេនិយាយអានឹងគឺព្រះអង្គអត់បង្រៀនបរិស័ទទៅដល់ទិសដៅចឹងទេអត់មែនទេពុទ្ធព្រះអង្គបង្រៀនគឺបង្រៀនឲ្យស្វែងយល់ឲ្យដឹងប្រកបវិជ្ជាថាតើមានអ្នកនឹងវាតាំងក្នុងទីណាមានអ្នកនៅក្នុងគាល់ឈើណូអត់មែនទេមានអ្នកនៅក្នុងលើភ្នំអត់មែនទេមានអ្នកគឺវានៅក្នុងចិត្តរបស់យើងនៅក្នុងខ្លួនយើងអត់ចង់ទៅវែកញែករឿងអភិធម្មមិនទេគឺចង់ឲ្យយើងយល់អញ្ចឹងចឹងបើយើងដឹងប្រកាសថាមានអ្នកនឹងឯងវានៅក្នុងខ្លួនយើងតើយើងត្រូវគិតថាតើយើងស្ថិតនៅក្នុងមានអ្នកកម្រិតណាប្រៀបធៀបថាអន់ជាងគេប្រៀបធៀបថាស្មើមួយគេឬក៏ប្រៀបធៀបថាខ្ញុំខ្ពស់ជាងគេហើយដឹងអញ្ចឹងទៀតរាល់ថ្ងៃហ្នឹងបើគិតថាខ្លួនឯងនឹងអន់ជាងគេខ្ញុំអន់ណាស់អូរៀនធម៌ចេះទេខ្ញុំនឹងសមត្ថភាពគូក្បាលខ្ញុំគឺលែងទទួលអស់អានេះស្អីមានទេខ្ញុំរៀនធម៌ចេះចាស់ហើយហ្នឹងទេពេលណាដែលខ្ញុំរៀនធម៌មិនចេះខ្ញុំចាស់ហើយមិនមានព្រាថាអន់មិនអន់ទេអន់តែមានអ្នកតែនឹងទូមានអ្នកពិតចំមកវិញហើយយើងគិតថាខ្ញុំចាស់ហើយរៀនធម៌មិនចេះរៀនធម៌មិនចាំតែយើងចាំពេលណាបានរៀនចាំពេលណាបានរៀនទេខ្ញុំចាំជាតិក្រោយចាំរៀនយើងមិនដឹងថាជាតិក្រោយយើងបដិសន្ធិកើតឡើងជាអីយើងអត់ដឹងផងបើពេលហ្នឹងបរិសន្ធិកើតឡើងជាសត្វតិរិឆានឬក៏បរិសន្ធិក្នុងអបាយភូមិទៅបានឲ្យស្ដាប់ធម៌តែចឹងបើន័យថាទោះបីតែយើងចាស់ក៏ដោយប៉ុន្តែកុំជាយាមបន្ទោសបង្អាប់ខ្លួនឯងថាជាមនុស្សចាស់រៀនធម៌មិនចេះរៀនធម៌មិនចាំបើន័យថាយើងគិតថាធម៌នឹងឯងគឺសម្រាប់តែអ្នកដែលមានបញ្ញាទេបើអ្នកយល់អញ្ចឹងន័យថាធម៌នឹងគឺសម្រាប់តែអ្នកមានបញ្ញាតែមើលចុងក្រោយព្រះអង្គទៀតនឹងចូលប្រេណពានព្រះអង្គទៅប្រោសព្រាមណាព្រាមចាស់ម្នាក់ហ្នឹងឃើញទេបើយើងដកទទួលមានអ្នកចាញ់គឺលែងសម្គាល់ថានោះចាស់ខ្លួនចាស់រៀនធម៌មិនចាំហើយដកមានអ្នកចាញ់បើនៅតែយកមានអ្នកតែចាស់ហើយរៀនធម៌មិនចាំទេរៀនធម៌មិនចេះទេស្អីមិនចេះស្ដាប់ធម៌មិនចូលទេអានេះចឹងអានេះយើងមិនដឹងថាយើងយកមានអ្នកហ្នឹងឯងយកមកដាក់នៅក្នុងខ្លួនពេញបឹបហ្នឹងពេលអញ្ចឹងសួរថាតើមានអ្នកដែលវាកើតឡើងវាដូចយើងស្រះលបងគាត់ជុំវិញអញ្ចឹងមានអ្នកដូចយើងស្រះលបងគាត់ជុំវិញអញ្ចឹងសួរថាតើងាយនឹងអ្នកដតីឬក៏អ្វីដតីចូលមកបានទេពួកសេចក្តីល្អផ្សេងចូលមកបានទេក៏បានទេមានអ្នកស្រះលបងចិត្តអស់ហើយអញ្ចឹងជើងមិនន័យថាបើសិនតែយើងស្ដាប់គួរស្ដាប់ឲ្យយល់នឹងបានល្អមិនមែនស្ដាប់ឲ្យត្រឹមតែការចាំស្ដាប់ឲ្យត្រឹមតែការចេះហ្នឹងគឺអត់ល្អទេព្រះសម្មាសម្ពុទ្ធព្រះអង្គបរៀនឲ្យយល់ថាម៉េច
យកថាដំណើរនៃការកើតឡើងនឹងគឺមានការប្រែប្រួលមានការវិនិច្ឆ័យទៅយើងសង្កេតមើលជីវិតរបស់នៅប្រចាំថ្ងៃរបស់យើងចាប់តាំងពីបាតជើងដល់ចុងសក់តើកន្លែងណាមួយដែលយើងគិតថាជារបស់យើងពីបាតជើងដល់ចុងសក់ពីចុងសក់ដល់បាតជើងកន្លែងណាមួយដែលជារបស់យើងសក់ជារបស់យើងណាបើជារបស់យើងអញ្ចឹងយើងកុំឲ្យស្កៅទៅបានអត់បានអត់ភ្នែកជារបស់យើងណាអត់ជារបស់យើងទេភ្នែកហ្នឹងមិនយូរឆាប់ដល់នៅមើលអីលែងច្បាស់មិនស្អីនឹងគឺវាត្រឹមត្រូវដែលជាសច្ចធម៌យ៉ាងពិតប្រាកដនេះជួថាការយល់គឺយល់អញ្ចឹងដល់ពេលយើងយល់អញ្ចឹងយើងប្រកាន់ថាយើងចាស់រៀនធម៌អត់ចេះទៀតហើយរៀនធម៌អត់ចាំទៀតហើយដែលអត់ទៅដាក់ទិសដៅអញ្ចឹងទេកន្លែងណាដែលយើងចាំក៏យើងកាន់យកសមាធិកាន់យកកន្លែងណាដែលយើងមិនចាំយើងមិនទៅអង្គុយគិតអង្គុយខ្វល់អារឿងមិនចាំទេខ្ញុំមិនចាំទេដូចនិយាយពីខាងដើមថាគិតថារៀនធម៌ឬនាំមកមនុស្សកើតទោសៈខ្ញុំរៀនធម៌អត់ចាំផងអត់ចាំអញ្ចឹងទៅអង្គុយកាត់ទុកអន់ចិត្តអីខ្ញុំរៀនធម៌មិនចាំទេខ្ញុំរៀនធម៌មិនចេះទេចង់ក្រោយឃើញមុខគ្រូក៏ខ្លាចដែរតែគ្រូស៊ូអានឹងចាហើយអាខ្លាចនេះគឺជាស្អីជាទូមាននេះឲ្យខ្លាចអន់ខ្លាចគ្រូស៊ូអត់ចេះតែពីអត់ចេះខ្មាស់គេនេះស្អីមាននេះតែមាននេះទៀតហើយយើងទៅរកមានដែរណាបើមាននេះវាកាត់ក្នុងខ្លួនយើងជាប្រកដៃប្រចាំថ្ងៃហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពន្យល់គឺជាការលើកឡើងជាជាអ្នកលើកឡើងជាពីរបើយើងត្រឹមតែដឹងថាមានអ្នកប៉ុណ្ណឹងគឺយើងដឹងត្រឹមតែពីរទេលក្ខណៈមានអ្នកដែលវាកើតឡើងជាប្រកដៃប្រចាំថ្ងៃយើងអត់ដឹងហេតុអីបានដឹងហេតុអីថាមិនដឹងពីព្រោះយើងអត់ដឹងថាតើវិសាលភាពរបស់មានអ្នកនឹងវាយ៉ាងម៉េចយើងអត់ដឹងចឹងបានទាមទារការបញ្យល់នឹងបញ្យល់ហើយបញ្យល់ទៀតបញ្យល់ហើយបញ្យល់ទៀតឲ្យសភាពនៃការបញ្យល់ចំណេះដឹងនឹងឯងចូលទៅនឹងយើងឃើញកាន់ច្បាស់កាន់តែជាក់ច្បាស់អំពីមានអ្នកបើសិនណាខ្វះការបញ្យល់ខ្វះការសង្កេតពិនិត្យទៀតចាប់មានអ្នកនឹងអត់ត្រូវចាប់មានអ្នកចាប់អត់ជាប់ពេលណាដែលចាប់បញ្ជាប់មានអ្នកនឹងបានឱកាសហើយមានអ្នកពេលណាដែលបានឱកាសដែលយើងចាប់វាអត់ជាប់និយាយអំពីអួតក្អេងក្អាងពេញនឹងហើយហូតដល់ចង្អុលមុខសម្លក់យើងទៀតអន់ណាស់ឯងអន់ណាស់ចាប់ខ្ញុំអត់បានទីគេបានន័យថាគេបន្ទោសគេបង្អាប់គេបថោកយើងដូចស្អីហ្នឹងមានអ្នកនឹងបន្ទោសប្រអាប់បថោកតែយើងអត់ដឹងថាខ្លួនឯងថោកទេអត់ដឹងទេណាដឹងតែពួកអវិជ្ជាពួកមានអ្នកពួកទិដ្ឋិពួកតណ្ហាអីផ្សេងហ្នឹងណាពួកគេមើងងាយយើងមិនមែនមើងងាយធម្មតាមើងងាយដល់ពួកនេះគិតចាណាមើលគឺគិតថាអន់ណាស់ចាប់ខ្ញុំអត់ជាប់ឃើញតែពួកចោកាលណាដែលចាប់គេមិនបានណាឬក៏គេមានលក្ខណៈពិសេសគេមានបញ្ញាខ្លាំងណាគេមានយុទ្ធសាស្ត្រក្នុងការដើរគេចចេញពីសំណាញ់របស់សមត្ថកិច្ចសំណាញ់របស់ប៉ូលីសឬក៏ដោយអ្នកណាមួយអញ្ចឹងគេដឹងអញ្ចឹងបើគេចាប់ទៅអន់ណាស់ចាប់ខ្ញុំអត់បាននេះគេមើងងាយអញ្ចឹងនេះយ៉ាងណាលក្ខណៈរបស់មាននេះដូចគ្នាពេលណាដែលយើងចាប់គេអត់ជាប់គេប្រកាសជាមើងងាយតែយើងអត់ខោយើងទៅខ្លាចអ្នកដែលទៅមើងងាយប៉ុន្តែយើងតែខ្លាចមានអ្នកមើងងាយយើងហ៎ដែលខ្លាចតណ្ហាអវិជ្ជាមើងងាយយើងហ៎ខ្ញុំមកខ្លាចអញ្ចឹងមកហ្នឹងតែទេខ្ញុំអន់ណាខ្ញុំអន់ដែលខ្ញុំចាស់ហើយទៅរៀនធួអញ្ចឹងគេលោថារៀនមិនឆ្នះក្មេងមេងសើចចំអកឡកលើអញ្ចឹងទៅខ្មាស់គេនេះទេជឿមិនដឹងថាយើងខ្លាចដោយខ្លាចអ្នកដតីគេប្រអាប់ខ្លាចអ្នកដតីគេមើងងាយចាស់យើងដែលខ្លាចមានអ្នកមើងងាយយើងដែលខ្លាចតណ្ហាគេជិះគេជន់គេធាក់បញ្ញាច់នៅនឹងច្រាំងទឹកនឹងនៅក្បែរអញ្ចឹងផ្ទះនឹងតណ្ហាគេធាក់ធម្មតាទេណាតណ្ហាណាគេធាក់យើងផងគេច្រានយើងផងគេច្បាច់កយើងផង
គេចាប់យើងទៅនៅថ្ងៃគេចាប់យើងទៅលាក់លើភ្នំផងតណ្ហាគេធ្វើបាបយើងណាប៉ុន្តែយើងមិនដែលដឹងថាអានឹងគឺជាសត្រូវដ៏សំខាន់ចំពោះយើងនេះចានេះគឺពាក់ព័ន្ធជាមួយនឹងព្រៀបធៀបថាខ្លួនឯងនឹងគឺអន់ជាងគេវាអន់ជាងគេគឺអត់អំប្រឹងប្រែងទៅសិក្សារៀនសូត្រអីទេបើអន់ហើយដាក់ទិសដៅទៅអន់ហើយគឺលែងធ្វើអីគឺដាក់តែខ្លួនឯងអន់ហើយចាស់ហើយនឹងរៀនមកចេះរៀនមកចាស់ចាំបាននៅក្នុងនេះគឺនៅក្នុងធម្មវិន័យនេះមិនបាននិយាយរឿងចាស់រឿងក្មេងទេអ្វីដែលសំខាន់យើងត្រូវស្ដាប់សិក្សាឲ្យយល់សន្សំនៅឧបនិស្ស័យដែលជាពូជបញ្ញាកន្លែងណាយើងចាំយើងយកកន្លែងណាដែលយើងមិនចាំយើងគិតថាអូនោះសង្ខារធัวគឺវាមិនទៀងចាស់សមត្ថភាពគួរក្បាលនៃការចងចាំរបស់យើងបានទៅប្រកបថាវាទេវាធ្វើយើងទម្លាក់មានអ្នកបានហើយមានអ្នកដែលអួតខេងខាងនឹងដោយកូនកាត់នឹងគឺចាប់ដើមស្រែកលែងរួយទៀតហើយអាស្រែកខ្លាំងនោះពេលណាយើងចាប់កកបានលែងខ្លាំងទៀតហើយចាលែងខ្លាំងមិនន័យថាលែងដាក់ទឹកដៅតែខ្លួនឯងរៀនធ្វើអត់ចេះទៀតហើយពីព្រោះយើងដាក់ទឹកដៅតែរៀនមិនចេះក៏ដោយប៉ុន្តែខ្ញុំទៅស្ដាប់ដើម្បីសន្សំនៅឧបនិស្ស័យនិងស្វែងយល់អំពីការពិតនៃធម៌ហ្នឹងអញ្ចឹងបានណាឃើញទេមានអីមានជំរឹះអីចឹងទៅបើសួរថាមានអ្នកស្រែកបានទៀតអត់ស្រែកបានអីទៀតយើងចាប់ទៅច្បាច់ក៏រឹតទៅដល់នឹងអួតចាញ់ឈាមហ្នឹងមានអ្នកនឹងមានតែខ្លាំងអីទៀតអញ្ចឹងណានឹងគឺព្រៀបធៀបថាខ្លួនអន់ជាងអ្នកដទៃស្មើជាមួយអ្នកដទៃស្មើមិនដែរហ្នឹងហើយអាស្មើមួយអ្នកដទៃហ្នឹងគឺស្មើហើយសមត្ថភាពខ្ញុំស្មើជាមួយតែនឹងអ្នកហ្នឹងប៉ុន្តែដល់ពេលឧមាដល់ធ្វើការងារអញ្ចឹងទៅសមត្ថភាពខ្ញុំស្មើមួយគេដែរចំណេះដឹងរៀននៃហ្នឹងក៏សំរុំដែរតែចប់បញ្ញាបត្រ Master ឬក៏ Doctor Degree អីស្មើតែគេស្មើតែឯងតែប៉ុន្តែហេតុដូចម្ដេចបានខ្ញុំទទួលលុយខែនឹងតិចជាងគេអាហ្នឹងគឺចាប់ដើមគិតថាខ្លួនស្មើគេស្មើនឹងគេប្រហាក់ប្រហែលនឹងគេប៉ុន្តែជាលទ្ធផលខ្ញុំបានតិចជាងគេអានឹងគឺជាតួមានអ្នកដល់មុខទៀតហើយសម្បូររឿងចឹងសម្បូរចឹងសួរថាធัวពុទ្ធនៅឯណាធัวពុទ្ធនៅក្នុងគម្ពីរឯងធัวពុទ្ធនៅក្នុងបៃដកឯងធัวពុទ្ធនៅក្នុងអត្ថកថានៅក្នុងដីកាផ្សេងអានឹងគឺព្រះបរិយត្តិធัวជាចេញជាអ្នកទេនៅក្នុងគម្ពីរបត្រៃបៃដកហ្នឹងជាចេញជាអ្នកនឹងជាពាក្យជាចេញជាអ្នកតាព្រះបរិយត្តិធัวតាធัวរបស់ព្រះសម្មាសម្ពុទ្ធគឺសម្ដែងពីជីវិតរស់នៅប្រចាំថ្ងៃជីវិតរស់នៅប្រចាំថ្ងៃពិតនៅកន្លែងធ្វើការបើគិតថាខ្លួនឯងស្មើជាមួយនឹងអ្នកដទៃអានេះយើងគិតថាជាមានអ្នកហើយប្រៀបធៀបថាអស្ចារ្យជាងអ្នកដទៃគឺលែងត្រូវការសិក្សារៀនសូត្រអត់ស្ដាប់ទេលោកព្រះអង្គនឹងចំណេះដឹងស្មើតែខ្ញុំដែរនឹងស្ដាប់ទេនេះយ៉ាងនេះសម្បូរនេះស្ដាប់ទៅលោកនឹងទៅរៀន 3-4 ឆ្នាំហ្នឹងចំណេះដឹងហ្នឹងបានស្មើខ្ញុំស្ដាប់តែខ្ញុំនេះចំណេះដឹងពេញព្រៀបពេញបឹបហ្មងចំណេះដឹងស្ទើរហ៊ីចំណេះដឹងហ៊ីហ្មងខ្ញុំហ៊ីហ៎វាចេញតាមវិជាចេញតាមមាត់ចេញតាមច្បោះចំណេះដឹងខ្ញុំហ៊ីតែដូចជាក្រុនម្នាក់ហ្នឹងអួតហើយទៅខ្លាចតែចំណេះដឹងវាផ្ទុះដល់ពូក្បាលអញ្ចឹងទៅយកកសែងចង់ក្បាលចង់អីខ្លាចចំណេះដឹងវាផ្ទុះចំណេះដឹងខ្លាចវាផ្ទុះនោះថាវាពេញអស់ហើយតែពេលអញ្ចឹងទៅស្ដាប់ធម៌មិនកើតរៀនធម៌មិនកើតវាអត់កើតទេបើខ្លួនឯងអស់ចាទៅហើយខ្លួនឯងវាក្រៃលែងទៅហើយនឹងគឺជាមានអ្នកដែលវាកើតពីធៀបថាអស់ចាជាងអ្នកដទៃសម្បូរវាផ្សេងអ្នកដែលចេះហើយនឹងពេលខ្លះបើសិនណាឧមាថាអ្នកដែលនិយាយហ្នឹងគឺចំណេះដឹងនឹងត្រឹមតែបរិញ្ញាបត្រទេឧទាហរណ៍អញ្ចឹងចាបរិញ្ញាបត្រឬក៏បាក់ទុកដល់ពេលបុគ្គលម្នាក់ទៀតនោះគាត់ដល់ Master Degree ឬក៏ Doctor Degree អញ្ចឹងទៅគាត់មានចំណេះដឹងដល់អនុបណ្ឌិតអញ្ចឹងទៅគាត់ថាស្ដាប់ទៅអានឹងទៅរៀនបរិញ្ញាបត្រហ្នឹងចំណេះដឹងនោះខ្ញុំឆ្លងកាត់អស់ហើយហ្នឹងទៅអញ្ចឹងហ្នឹងគឺត្រូវចាំថាហ្នឹងគឺមានអ្នកកើតឡើងហើយប្រៀបធៀបថាខ្លួនអស់ចាជាអ្នកដទៃ
លទ្ធផលចុងក្រោយយ៉ាងម៉េចវាមានតែបានអីវាមានបានទទួលចំណេះដឹងអីបន្ថែមទៀតទេបងខ្លួនអស្ចារ្យទៅហើយតែវាពេញព្រៀបទៅហើយវាលែងត្រូវការអីទៀតដែរចឹងបានភាសាយើងនិយាយថាម៉េចថាកំជាយាមធ្វើជាមនុស្សដែលទុកពេញកែវយើងត្រឹមតែកន្លះបានហើយណាត្រឹមតែកន្លះបានហើយនេះយើងនិយាយភាសាសាមញ្ញចឹងទេតែយើងនិយាយក្នុងភាសាធម៌ថាទោះបីថាយើងរៀនបានចេះដឹងប៉ុណ្ណាក៏ដោយយើងត្រូវតែព្យាយាមស្ដាប់ពីអ្នកដទៃដោយពុទ្ធព្រះអង្គសម្ដែងថាកាលណាកាន់តែស្ដាប់នឹងឲ្យតម្លៃអ្នកដទៃបើន័យថាយើងខ្លាយទៅជាមនុស្សថ្លៃថ្នូរបានប៉ុណ្ណឹងចាស់បើសារអស់ពេលទៅហើយក៏រឿងមានណាស់នឹង3ក៏ប៉ុណ្ណឹងចាស់ក៏រឿងកតិសង្វរៈនៅក្នុងសព្វាសវៈសង្វរៈសូត្រអីហ្នឹងមិនបានលើកយ៉ាងបានលើកយកមកទេបើនឹងអាចមើលដើម្បីដាក់លេខ20ប៉ុណ្ណឹងចាស់អាត្មាសូមចូលរួមប៉ុណ្ណឹងបើសុខមកគុណ